បើសិនជាថ្ងៃណាមួយអ្នកបានជួបនៅភម្នាក់ដែលគេចូលមកក្នុងជីវិតរបស់អ្នកហើយគេបានព្យាយាមធ្វើល្អខ្លាំងមែនទែនគេយកចិត្តទុកដាក់ជាមួយអ្នកគេធ្វើឲ្យអ្នកជឿថាគេគឺជាមនុស្សម្នាក់ដែលអ្នកអាចផ្ញើអនាគតទៅឲ្យគេបានតើថ្ងៃនោះអ្នកទាំងអស់គ្នាហ៊ានឲ្យការទុកចិត្តនិងបេះដូងដែលអ្នកទាំងអស់គ្នាមានឲ្យទៅកាន់គេអត់ខ្ញុំក៏ធ្លាប់ជឿអញ្ចឹងដែរខ្ញុំបានជួបនៅម្នាក់ដែលគេធ្វើល្អដាក់ខ្ញុំខ្លាំងមែនទែនរហូតដល់ខ្ញុំគិតថាខ្ញុំគឺជាមនុស្សស្រីម្នាក់ដែលសំណាងជាងគេដែលខ្ញុំបានជួបនៅម្នាក់ហ្នឹងក៏ប៉ុន្តែខ្ញុំអត់នឹកស្មានទេថាការដែលខ្ញុំស្គាល់បរិសម្នាក់នេះធ្វើឲ្យខ្ញុំកសាងកំហុសមួយដែលខ្ញុំទៅរស់នៅជាមួយនឹងការឈឺចាប់ពេញមួយជីវិតសាច់រឿងមួយនេះគឺធ្វើឲ្យខ្ញុំបាត់បង់ទាំងក្តីស្រឡាញ់ខ្ញុំបាត់បង់ទាំងកូនហើយខ្ញុំបានបាត់បង់ទាំងអនាគតចុងបញ្ចប់គឺខ្ញុំត្រូវរស់នៅជាមួយនឹងការឈឺចាប់និងការសោកស្ដាយពេញមួយជីវិតរបស់ខ្ញុំជំរាបសួរពុកម៉ែបងប្អូននិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំធីតាឥឡូវនេះកំណត់ត្រាបានវិលមកទៀតហើយអញ្ចឹងថ្ងៃនេះយើងចូលដល់កំណត់ត្រា05ហើយណាអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំជឿថាបងប្អូនយើងដែលគាត់ស្ដាប់កំណត់ត្រា01រហូតមកដល់05នេះគឺបងប្អូនទទួលបានរសជាតិថ្មីប្លែកខ្លាំងមែនតើហើយថ្ងៃនេះគឺខ្ញុំមាននៅសាច់រឿងមួយទៀតនៅក្នុងការយកមកនិទានឲ្យបងប្អូនបានស្ដាប់កំសាន្តណាហើយសាច់រឿងនេះគឺជារសជាតិថ្មីដែលបងប្អូនស្ដាប់ហើយគឺមានអារម្មណ៍ថាចាក់ដោតដល់បេះដូងខ្លាំងមែនទែនសូម្បីតែខ្ញុំណាបងប្អូននៅពេលដែលខ្ញុំបានស្ដាប់សាច់រឿងដែលប្រិមិត្តយើងគាត់ផ្ញើមកកាន់កម្មវិធីខ្ញុំស្ដាប់ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំឈឺចាប់ខ្លាំងមែនទែនអញ្ចឹងតម្រាំតែខ្ញុំនិយាយសាច់រឿងនេះឲ្យបងប្អូនស្ដាប់ទៀតតែបងប្អូនមានអារម្មណ៍មិនទៅអញ្ចឹងចង់ដឹងថាសាច់រឿងហ្នឹងឈឺចាប់មិនដំណើររឿងដើមតងនឹងមិនចាំតាមដានស្ដាប់ជាមួយនឹងខ្ញុំទាំងអស់គ្នាប៉ុន្តែមុននឹងខ្ញុំចូលទៅកាន់សាច់រឿងពេញខ្ញុំមានផលិតផលមួយចង់ណែនាំឲ្យអ្នកទាំងអស់គ្នាបានដឹងនេះគឺនៅនឹងមុខខ្ញុំគឺជាផលិតផលដែលមកពីក្រុមហ៊ុន YSM អញ្ចឹងនេះគឺជាផលិតផល Johnson ដែលផលិតពីរុក្ខជាតិធម្មជាតិដែលមានស្តង់ដារមកពីប្រទេសកូរ៉េបងប្អូនអញ្ចឹងបងប្អូនបានដឹងហើយថា Johnson គឺបានជួយអីខ្លះដល់យើងអញ្ចឹងផលិតផលទឹក Johnson នេះគឺជួយផ្ដល់នៅប្រព័ន្ធភាពស៊ាំរបស់យើងឲ្យដំណើរការល្អហើយជួយផ្ដល់ថាមពលសម្រាប់ការធ្វើការងារប្រចាំថ្ងៃរបស់យើងជាពិសេសគឺជួយបង្កើនការចងចាំហើយល្អខ្លាំងមែនតើចំពោះបងប្អូនយើងដែលគាត់ធ្វើការងារហត់នឿយហើយគាត់អត់សូវមានពេលសម្រាប់បានគ្រប់គ្រាន់ជាពិសេសគឺបងប្អូនយើងដែលគាត់អាសាមើលរឿងដាច់យប់អីហ្នឹងគឺផលិតផលទឹកយិនសិននេះគឺត្រូវខ្លាំងហើយមួយទៀតបើសិនជាបងប្អូនដឹងថាត្រូវទិញអីជូនទៅកាន់ប៉ាម៉ាក់ឬក៏យាយតាយើងទេទឹកយិនសិននេះគឺជាជម្រើសល្អបំផុតដោយសារតែផលិតផលទឹកយិនសិននេះគឺស័ក្តិសមខ្លាំងមែនតើចំពោះមនុស្សដែលគាត់មានវ័យចាប់ពី50ឆ្នាំឡើងទៅវ័យប៉ុនខ្ញុំអីប៉ុនអ្នកទាំងអស់គ្នាអីមិនមែនថាផឹកទៅអត់ល្អទេគឺល្អអ្នកទាំងអស់គ្នាក៏ប៉ុន្តែសម្រាប់វ័យដែលល្អខ្លាំងបំផុតគឺពី50ឆ្នាំឡើងទៅដែលជួយឲ្យពួកគាត់មានសុខភាពល្អជួយបង្កើនការចងចាំរបស់គាត់ធ្វើឲ្យគាត់មានកម្លាំងមាំមួនគាត់សម្រាមលក់អញ្ចឹងទៅហើយបងប្អូនមិនចាំភ័យទេថាផលិតផលនេះអត់មានស្តង់ដារច្បាស់លាស់ហាផលិតផលនេះគឺមានការណែនាំពីអ្នកដែលគាត់មានបទពិសោធន៍ទៅលើផ្នែកវិទ្យាសាស្ត្រជាង20ឆ្នាំណាហើយគាត់ក៏ធ្លាប់បានព្យាបាលអ្នកជំងឺឲ្យជាង10000អ្នកផងដែរអញ្ចឹងចំពោះបងប្អូនយើងដែលគាត់មានចំណាប់អារម្មណ៍បងប្អូនចង់សាកសួរព័ត៌មានលម្អិតអាចតាក់ទងតាមលេខទូរស័ព្ទដែលក្រុមការងារគាត់ដាក់នៅខាងក្រោមបានហ្នឹងហើយអញ្ចឹងខ្ញុំអត់ចង់និយាយអីវែងឆ្ងាយច្រើនទេឥឡូវនេះគឺខ្ញុំមានសាច់រឿងមួយដែលប្រិមិត្តយើងគាត់ផ្ញើមកកាន់កម្មវិធីដើម្បីធ្វើការនិយាយឲ្យបងប្អូនបានស្ដាប់លម្អិតទាំងអស់គ្នាដោយសាច់រឿងនេះគឺបងស្រីម្នាក់គាត់បានផ្ញើមករឿងហ្នឹងចាប់ផ្ដើមដំបូងឡើយគឺគាត់មកនៅភ្នំពេញជាមួយនឹងមិត្តភក្តិគាត់នៅបន្ទប់ជួល1-2នាក់មិត្តភក្តិស្រីគាត់ណាហើយគាត់ថានៅពេលដែលគាត់មកនៅភ្នំពេញហ្នឹងគាត់រៀនចប់គាត់មានការងារអីហើយអស់ហើយអ្នកទាំងអស់គ្នាគាត់ក៏បានស្គាល់មនុស្សផងម្នាក់តាមរយៈការលេងហ្គេមអញ្ចឹងគាត់ថាលេងហ្គេមជាមួយគ្នាហ្នឹងណាគឺគាត់ជាមួយនឹងមនុស្សផងម្នាក់ហ្នឹងគឺតែងតែនិយាយញោះគ្នានិយាយមើលទៅរបៀបថានៅពេលដែលគាត់និយាយជាមួយម្នាក់ផងហ្នឹងគាត់មានអារម្មណ៍សប្បាយមែនតើហើយគាត់ចេះតែចង់និយាយជាមួយគេគាត់ថាពីមួយថ្ងៃទៅមួយថ្ងៃការលេងហ្គេមជាមួយមនុស្សផងម្នាក់ហ្នឹងគឺចាប់ដើមសិក្សាគ្នាទៅរហូតដល់គាត់ដោះដូរបណ្ដាញសង្គមជាមួយគ្នាទាំងឆាតទាំង Telegram ទាំង IG អីគឺស្គាល់ពីគ្នាទាំងអស់គាត់ថានៅពេលដែលចាប់ដើមស្គាល់ពីឆាតគ្នាស្គាល់ Facebook គ្នាហើយហ្នឹងពួកគាត់ក៏ចាប់ផ្ដើមតាក់ទងគ្នាតាមរយៈការឆាតហ្នឹងតែសួរថានៅពេលដែលគាត់ស្គាល់ឆាតគ្នាហើយ
គាត់លេងឆាតជាមួយគ្នាហើយហ្នឹងគាត់ឈប់លេងហ្គេមអត់គាត់ថាគាត់នៅតែបន្តលេងហ្គេមជាមួយគ្នាក៏ប៉ុន្តែការលេងហ្គេមហ្នឹងគឺកាត់បន្ថយរបៀបម៉េចខ្ញុំឧទាហរណ៍ថាមួយថ្ងៃគាត់លេងហ្គេមជាមួយគ្នាប្រហែល3ម៉ោងឬក៏4ម៉ោងអញ្ចឹងចុះនេះខ្ញុំឧទាហរណ៍អញ្ចឹងនៅពេលដែលគាត់ចាប់ផ្ដើមឆាតជាមួយគ្នាគាត់កាត់បន្ថយពី3ម៉ោងហ្នឹងមក2ម៉ោងឬក៏តែ1ម៉ោងទេគាត់យកពេលហ្នឹងឆាតជាមួយគ្នាថ្ងៃខ្លះគាត់ call វីដេអូជាមួយគ្នាទៀតបងស្រីគាត់និយាយថាអញ្ចឹងគាត់ណាធ្លាប់តែលេងហ្គេមជាមួយនឹងគេគាត់ធ្លាប់តែឮសលេងគេហើយសំឡេងអ្នកប្រុសហ្នឹងគឺព្រោះខ្លាំងមែនតើគាត់ចូលចិត្តអញ្ចឹងនៅពេលដែលគាត់ចាប់ដើម call វីដេអូជាមួយគ្នានៅពេលដែលគាត់ឃើញមុខគេទៀតណាគឺគាត់រត់តែមានអារម្មណ៍ថាគាត់បាក់សឹកទៅលើគេហ្មងម្នាក់ប្រុសហ្នឹងគឺស្អាតខ្លាំងស្អាតមែនតើគាត់ថាចាប់ដើមសិក្សាលេងឆាតមួយគ្នាពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងណាក៏ចាប់ដើមតាក់ទងគ្នាធ្វើជាសង្សារជាមួយនឹងគ្នាតែម្ដងទៅហើយគាត់ថាតាក់ទងនេះមិនមែនគាត់សុំគេធ្វើសង្សារទេខាងប្រុសអ្នកសុំគាត់ធ្វើសង្សារតាក់ទងគ្នាដំបងបងស្រីគាត់និយាយថារឿងគឺល្អខ្លាំងមែនតើគាត់ថាខាងប្រុសគឺព្យាយាមយកចិត្តគាត់គប់សាប់គប់បែបយ៉ាងគាត់ថាពេលហ្នឹងណាគឺគាត់ដូចជាពនាងអញ្ចឹងគេរបៀបគេមើលថែគាត់គេ take care គាត់គប់សាប់គប់បែបយ៉ាងតាក់ទងគ្នាដំបងគាត់ថាខាងប្រុសគឺបកែលួងខ្លាំងមែនតើគាត់គឺជាមនុស្សស្រីម្នាក់ដែលបកែងោបកែខឹងហើយក៏បកែប្រច័ណ្ឌដែរតែគាត់ថាគាត់មិនដែលខឹងគេលើសពី5នាទីទេខឹងគេយ៉ាងយូរណាស់ត្រឹម5នាទីហ្នឹងគឺគេលួងបាត់ហ្មងគាត់ថាមនុស្សគាត់ឆាប់ខឹងមែនតែក៏ឆាប់បាត់ដែរហើយគាត់ថាចេះតាក់ទងគ្នាដំបងហ្នឹងគាត់ឃ្លានអីក៏ដោយខាងប្រុសហ្នឹងគូតែងតែទិញឲ្យគាត់មិនថាយកម៉ោងប្រហែលទេគឺទៅទិញឲ្យឆ្ងាយប៉ុណ្ណាក៏ទៅទិញឲ្យដែរអត់ដែរល្អសម្បីតែមួយម៉ាត់ហើយបើគាត់ឃ្លានអីចឹងគាត់ចង់ទៅដើរលេងឬក៏គាត់ចង់ទៅញ៉ាំអីគឺគេឆ្លៀតពេលដើម្បីគាត់ថាពេលហ្នឹងណាគឺគ្រប់យ៉ាងគឺដើម្បីគាត់ទោះបីជាគេរវល់ប៉ុណ្ណាក៏ដោយក៏គេឆ្លៀតមករកគាត់ដែរហើយ call ជាមួយគ្នាគឺរាល់ថ្ងៃអត់ដាច់ទេរហូតដល់ថ្ងៃខ្លះហ្នឹងគឺសឹងតែបើក call ហ្នឹងមកយប់តភ្លឺទៀតណាគាត់ថាពេលហ្នឹងគាត់មានអារម្មណ៍ថាគាត់ស្រឡាញ់គេខ្លាំងមែនតើហើយគាត់មានអារម្មណ៍ថាគាត់មានសំណាងណាដែលគាត់មានមនុស្សប្រុសម្នាក់ដែលយកចិត្តទុកដាក់ជាមួយគាត់ដល់ថ្នាក់ហ្នឹងណាហើយខ្ញុំបញ្ជាក់ប្រាប់បងប្អូនបន្តិចបងស្រីគាត់ថាពីមុនគាត់ក៏ធ្លាប់មានអិចដែរមានសង្សារចាស់ណាតែគាត់ថាសង្សារចាស់ហ្នឹងគឺអត់សូវអំណោយផលទេមានន័យថាគាត់តាក់ទងមួយសង្សារចាស់គាត់ហ្នឹងសង្សារចាស់គាត់ហ្នឹងគឺតែងតែធ្វើបាបចិត្តគាត់ទុកគាត់ចោលអត់ដែលខ្វាយខ្វល់ជាមួយគាត់ទេហើយចុងក្រោយគឺគេក្បត់គាត់អញ្ចឹងគាត់ថាគាត់ក៏ចាប់ដើមបែកគ្នានឹងសង្សារចាស់គាត់បែកគ្នាហើយគាត់មកតាក់ទងអ្នកថ្មីនេះអ្នកថ្មីបច្ចុប្បន្នខ្ញុំកំពុងនិយាយហ្នឹងណាគាត់ចាប់ដើមមានអារម្មណ៍ថាគាត់ចេះប្រៀបធៀបគាត់ចាប់ដើមប្រៀបធៀបទង្វើអ្នកបច្ចុប្បន្នជាមួយនឹងអ្នកអតីតគាត់គិតថាគាត់សំណាងខ្លាំងណាគាត់បានដើរចេញពីមនុស្សប្រុសម្នាក់ដែលគេធ្វើបាបចិត្តគាត់ដែលគេទុកគាត់ចោលគេអត់ខ្វល់ពីគាត់ឥឡូវគាត់មកជួបនៅប្រុសម្នាក់ដែលគេ take care គាត់គប់សាប់គប់បែបយ៉ាងថ្នមចិត្តគាត់អត់ឲ្យគាត់ខឹងឃ្លានអីទៅទិញឲ្យចង់ទៅណាជូនទៅនឹងអញ្ចឹងគាត់មានអារម្មណ៍ថាគាត់សំណាងគាត់បានជួបនៅប្រុសម្នាក់ហ្នឹងហើយរាល់ពេលដែលនិយាយខជាមួយគ្នាគឺគាត់ថាតែនិយាយគម្រោងអនាគតជាមួយគ្នាគាត់ថាពេលហ្នឹងអត់ទាន់ដល់ពេលដែលត្រូវទៅចាប់ដៃគ្នាដល់ថ្ងៃអនាគតនឹងមែនក៏ប៉ុន្តែសម័យរូបភាពទៅគឺគាត់មានក្តីសុខខ្លាំងមែនតើគាត់ថាគាត់សប្បាយចិត្តណាអញ្ចឹងតាក់ទងគ្នារហូតដល់បាន5ខែខាងប្រុសហ្នឹងគឺនៅតែល្អជាមួយគាត់នៅតែលួងលោមគាត់ថាពេលខ្លះ skin care អីគឺគេទិញឲ្យគាត់ទៀតទិញកាដូទិញអីឲ្យរបៀបបែបគ្រឿង make up របស់មនុស្សស្រីអញ្ចឹងតែទាំងអស់គ្នាមនុស្សស្រីដូចគ្នាយល់អីថាគេកាដូអីដែលយើងមើលឲ្យយើងរំភើបខ្លាំងគឺគ្រឿង make up ដូចជាក្រែមដូចជាអីហ្នឹងឯងគឺសប្បាយចិត្តដែរត្រូវគាត់ថានឹងហើយអារម្មណ៍គាត់គឺសប្បាយតាក់ទងគ្នាបាន5ខែគាត់ថាថ្ងៃមួយគាត់ទៅធ្វើការស្រាប់តែធ្វើការទៅហ្នឹងក៏គាត់ធ្វើការអត់សូវបានល្អទេថ្ងៃហ្នឹងក៏ត្រូវមាត់មេស្អីឲ្យណាអញ្ចឹងនៅពេលដែលត្រូវមាត់មេផងគាត់ stress រឿងការងារគាត់ផងទៅគាត់ក៏មានអារម្មណ៍អត់សូវល្អឯងគាត់អន់ចិត្តគាត់ខឹងមេគាត់ stress គាត់ថាអារម្មណ៍គាត់ពេលហ្នឹងគឺវាមួម៉ៅវាពិបាកនិយាយហ្មងណាគេប៉ះបន្តិចគឺឆេះហ្មងអញ្ចឹងគាត់ថាពេលហ្នឹងសង្សារគាត់គឺឆាតមកគាត់ដូចរាល់ដងអញ្ចឹងតែគាត់ថាគាត់អត់មានអារម្មណ៍ចង់តបឆាតគេទេដោយសារអារម្មណ៍គាត់មួម៉ៅគាត់ខឹងគាត់ក្តៅចិត្តនឹងកន្លែងការងារហ្នឹងគាត់មិនចង់តបឆាតទេក៏ប៉ុន្តែសង្សារគាត់នេះគឺតែងតែព្យាយាមឆាតមកគាត់រហូតអូនណែកើតអីមិនអត់តបបងអញ្ចឹងអូនណែមានរឿងអីមែនអូនខឹងបងរឿងអីមែនបងធ្វើអីខុសទៀតអីមែនអូនតបឆាតបងបន្តិចមកអូនមិនស្ងាត់ចឹងរបៀបថាចេញមកគឺធ្វើឲ្យយើងអត់ចង់តបអត់បានណាអ្នកទាំងអស់គ្នាឥ
ឥឡូវបើអ្នកទាំងអស់គ្នាវិញអ្នកទាំងអស់គ្នាតបអត់គាត់ថាពេលហ្នឹងគាត់ទុកចិត្តអត់បាននេះគាត់ក៏ចូលតបហើយគាត់ក៏ប្រាប់តាមតាណាដើមតងទៅគាត់ថាថ្ងៃហ្នឹងអារម្មណ៍អូនអត់សូវល្អទេអូនពិបាកចិត្តដោយសារតែអូនស្ទេសការងារហើយមេមកស្ដីឲ្យអូនទៀតអញ្ចឹងអូនអន់ចិត្តជាមួយគាត់ហើយអូនអត់សុបាយចិត្តទេអូនស្ត្រេសខ្លាំងមែនតើអញ្ចឹងនៅពេលដែលគាត់រៀបរាប់រឿងហ្នឹងប្រាប់សង្សារគាត់ណាសង្សារគាត់នេះក៏បានប្រាប់គាត់ថាបើសិនជាអូនអត់សុបាយចិត្តអញ្ចឹងយប់ហ្នឹងយើងទៅផឹកអីអញ្ចឹងគាត់ថាផឹករៀងតំណងដែរគាត់គិតក្នុងចិត្តអញ្ចឹងគាត់ក៏អូខេចុះទៅផឹកកន្លែងណាអញ្ចឹងគាត់ថាពេលហ្នឹងសង្សារគាត់នេះក៏តបមកគាត់ថាមិនបាច់ចាំទៅផឹកណាឆ្ងាយទេទៅផឹកនៅបន្ទប់បងហ្មងទៅអញ្ចឹងគាត់ក៏សួរថាហាមិនចាំបាច់ទៅផឹកនៅបន្ទប់បងឯងទៅផាប់ទៅមិនស្រួលជាងបែបជាអញ្ចឹងកាលោថាបានអារម្មណ៍ល្អបានអីមកវិញអញ្ចឹងណាអញ្ចឹងសង្សារគាត់ក៏បានលើកហេតុផលប្រាប់ថាទៅផឹកនៅផាប់ទៅអីផឹកនៅផាប់ទៅមនុស្សច្រើនណាហើយណាមួយទៀតអូនឯងជាមនុស្សស្អីដែរអត់ចូលចិត្តឲ្យគេឃើញតែភ្នែកទេចាប់បើសិនជាអូនឯងផឹកអូនឯងបាក់ចិត្តយំអញ្ចឹងពេលហ្នឹងអូនឯងគិតមិនបើគេឃើញអូនឯងយំអូនឯងមានអារម្មណ៍មិនអញ្ចឹងបងអត់ចង់ឲ្យអ្នកគេឃើញសង្សារបងយំទេឲ្យតែបងឃើញម្នាក់បានទេអញ្ចឹងគាត់ថាពេលហ្នឹងគេនិយាយមកគឺគាត់ជជែកចិត្តខ្លាំងមែនតើគាត់ក៏ព្រមគាត់ថាអូខេអញ្ចឹងទៅផឹកនៅបន្ទប់បងឯងក៏បានដែរគាត់ថាថ្ងៃហ្នឹងគាត់ចេញមកពីធ្វើការពេលល្ងាចអញ្ចឹងគាត់ក៏បានទៅបន្ទប់ហើយមិត្តភក្តិគាត់ហ្នឹងក៏ធ្វើការដែរដល់យប់បានជួបគ្នាអញ្ចឹងគាត់នេះតែងតែចេញពីធ្វើការមុនមិត្តភក្តិគាត់អញ្ចឹងគាត់ថាមកដល់បន្ទប់ហើយគាត់ក៏ធ្វើខ្លួនធ្វើអីហើយគាត់ផ្ញើសារប្រាប់មិត្តភក្តិគាត់ថាថ្ងៃហ្នឹងគាត់ទៅផឹកជាមួយនឹងទៅផឹកផ្ទះសង្សារគាត់ផ្ញើសារប្រាប់មិត្តភក្តិគាត់អញ្ចឹងមកចាំគាត់ទេខៃលោថាផឹកស្វឹងទៅគាត់ទៅដេកនៅនោះអីអញ្ចឹងទៅអញ្ចឹងមិត្តភក្តិគាត់ហ្នឹងក៏អូខេតាមហ្នឹងទៅអត់មាននិយាយអីវែងឆ្ងាយទេគាត់ថារៀបចំខ្លួនហើយហ្នឹងគាត់ក៏បានទៅបន្ទប់គេទៅដល់ទៅសង្សារគាត់គឺរៀបចំឲ្យមកស្អាតហ្មងទាំងស្រាទាំងគ្រឿងក្លែមទាំងអីហ្នឹងគឺរៀបចំឲ្យគាត់មកស្អាតតែរៀបចំហ្នឹងមិនមែនគេអ្នកធ្វើម្ហូបអីខ្លួនឯងទេណាគេទិញមកពីខាងក្រៅត្រៀមទុកឲ្យគាត់ទេអញ្ចឹងពេលហ្នឹងគាត់ក៏បានអង្គុយផឹកគាត់ថាសម័យរូបភាពមើលអ្នកទាំងអស់គ្នានៅក្នុងបន្ទប់តែ2នាក់ឯងហើយរៀងយប់ហើយអំពូលភ្លើងហ្នឹងក៏មិនបានបើកឲ្យចាំងភ្នែកនេះដែរបើកបែបភ្លឹមបែបភ្លឺដែរតែភ្លឺមិនល្មមមិនចាំងភ្នែកណាហើយនៅក្នុងបន្ទប់តែ2នាក់ជាមួយនឹងមនុស្សដែលយើងស្រឡាញ់ខ្លាំងហើយគាត់ថាពេលហ្នឹងអារម្មណ៍យើងដែលប្រមាថចិត្តដែលសែតដែលខឹងទាំងប្រមាណហ្នឹងហើយយើងសំនឹងផឹកស្វឹងហៀងសឿងនេះលើកដាច់ផងគាត់នេះក៏យំគាត់រៀបរាប់ពីទុកលំបាកគាត់នៅកន្លែងការងារថាគាត់ជួបអីខ្លះគេធ្វើបាបមិនខ្លះអីមិនខ្លះអញ្ចឹងណាអញ្ចឹងគាត់ថាគាត់យំយោហើយពេលហ្នឹងសង្សារគាត់នៅពេលដែលឃើញគាត់យំក៏គេមកអោបគេមកលួងលោមគាត់មកគោះស្មាគាត់មកអីអញ្ចឹងកុំឲ្យយំកុំឲ្យអីអញ្ចឹងទៅអញ្ចឹងគាត់ថាយំផងផឹកផងយំផងផឹកផងរហូតដល់គាត់ផឹកទន់ខ្លួនគាត់ស្វឹងតែគាត់បញ្ជាក់ថាទោះបីជាគាត់ស្វឹងមែនប៉ុន្តែគាត់នៅចាំរឿងទាំងអស់ដែលកើតឡើងណាគាត់គឺជាប្រភេទមនុស្សម្នាក់ដែលស្វឹងតែគាត់នៅចាំអញ្ចឹងអ្នកទាំងអស់គ្នាត្រូវដឹងថាប្រភេទមនុស្សដែលស្វឹងផ្សេងគ្នាអ្នកទាំងអស់គ្នាអ្នកខ្លះគាត់ស្វឹងគឺគាត់ភ្លេចហីស្វឹងខ្លាំងគឺគាត់ភ្លេចហ្មងស្អែកឡើងគាត់ដឹងថាមានរឿងអីកើតឡើងឯណាតែអ្នកខ្លះគាត់ស្វឹងអួបនួប៉ុណ្ណាក៏ដោយតែគាត់ដឹងថាមានរឿងអីកើតឡើងតែអ្នកខ្លះវិញចាំដែរចាំបានតែ 50% ឯងដល់តែគេរំលឹកហ្មងថាយំមិញហាញធ្វើនេះអញ្ចឹងទៅអាហ្នឹងបានចាំហ្នឹងគឺជាប្រភេទដែលស្វឹងណាខ្ញុំបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងបងស្រីគាត់ថាគាត់គឺជាមនុស្សម្នាក់ដែរស្វឹងតែគាត់ដឹងថាមានរឿងអីកើតឡើងគាត់ថាពេលហ្នឹងគាត់ស្វឹងឡើងទន់ខ្លួនអញ្ចឹងសង្សារគាត់នេះក៏បានយកគាត់ទៅកេងនៅលើខែរបស់គេហ្នឹងគាត់ក៏ត្រូវឲ្យយើងស្វឹងទន់ខ្លួនហើយយើងអត់មានដើរអីរួចទេដើរទៅដួលហើយអញ្ចឹងកេងលើខែកេងអីហ្នឹងហើយគេដាក់ឲ្យគាត់កេងហើយហ្នឹងសង្សារគាត់អ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមលូកលាន់រាងកាយគាត់ថាពេលហ្នឹងគាត់ស្វឹងតែគាត់ដឹងហើយគាត់ព្យាយាមរើខ្លួនគាត់ព្យាយាមបដិសេធណាអាកាយវិការនៃការរើចេញរើអីឲ្យគេប៉ះពាល់ហ្នឹងគឺបញ្ជាក់ប្រាប់ថាគាត់ព្យាយាមបដិសេធតែសង្សារគាត់គឺអត់ទេគឺព្យាយាមប៉ះពាល់ខ្លួនប្រាណគាត់លូកលាន់រាងកាយគាត់ហើយគេបានព្យាយាមនិយាយខ្សឹបដាក់កជាគាត់និយាយពាក្យបែបផ្អែមល្ហែមបែបលួងលោមបែបអីអញ្ចឹងណាអញ្ចឹងគាត់ថាពេលហ្នឹងនៅក្នុងបន្ទប់ស្ងាត់តែ2នាក់ទេហើយនៅជាមួយនឹងមនុស្សដែលយើងស្រឡាញ់ខ្លាំងណាហើយគាត់ស្វឹងទៀតអញ្ចឹងគាត់ថាគាត់ណាគាត់ក៏ចូលជ្រោះជាមួយនឹងសង្សារគាត់ទៅគាត់ក៏ទប់អារម្មណ៍មិនបានដែរគាត់ចូលជ្រោះជាមួយគេនៅពេលហ្នឹងហើយគាត់បញ្ជាក់ប្រាប់ថាត្បិតតែគាត់ធ្លាប់មានសង្សារចាស់គាត់ធ្លាប់មានអិចមែនក៏ប៉ុន្តែគាត់អត់ដែរចូលជ្រោះគ្នាជាមួយនឹងអិចគាត់ទេ
យ៉ាងច្រើនគាត់បានត្រឹមថាប៉ះដៃបានត្រឹមថាអីតិចតួចទេតែបើសិនជាឲ្យចូលជ្រោះគឺគាត់អត់ដែរទេជាមួយនឹងសង្សារគាត់ហ្នឹងគឺលើកទី1ហើយគាត់ចូលជួជាមួយនឹងគ្នាចូលគាត់ថាស្អែកឡើងឯងគេក៏បានដុបគាត់មកកាន់បន្ទប់វិញមកដល់បន្ទប់គាត់ចាប់ផ្ដើមអង្គុយគិតគាត់ថាពេលហ្នឹងអារម្មណ៍គាត់គឺចាប់ផ្ដើមបែងចែកជាពីរទី1គាត់ចាប់ផ្ដើមនឹកឃើញរឿងកាលពីយប់មិញដែលបានកើតឡើងរវាងគាត់និងសង្សារគាត់ទី2គាត់ចាប់ផ្ដើមមានអារម្មណ៍ថាភ័យពួកអីគាត់និយាយថាចេះគាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តមើលគេ confession លើ page ផ្សេងៗណាទាំងអស់គ្នាគាត់ចូលចិត្តអានណាហើយពីច្រើនគាត់ឃើញថានៅពេលដែលគេបានខ្លួនគ្នាហើយហ្នឹងណាខាងប្រុសគឺតែងតែបោះបង់ខាងស្រីចោលហើយគាត់ចាប់ផ្ដើមមានអារម្មណ៍ថាភ័យគាត់ភ័យឲ្យចំយើងបានជួជាមួយនឹងគេហ្នឹងចុះបើសិនជាគេឈប់ស្រឡាញ់យើងគេបោះបង់យើងចោលគេទៅរកអ្នកថ្មីទៀតតែគិតមិនគេទទួលខុសត្រូវយើងអត់គាត់ថាពេលហ្នឹងគាត់ចាប់ដើមភ័យគាត់ចាប់ដើមបុកពោះហ្មងអញ្ចឹងគាត់អត់ចាំយូរទេគាត់នេះក៏បានឆាតទៅសួរសង្សារគាត់ភ្លាមគាត់ថាបងយប់មិញយើងបានជួជាមួយគ្នាហើយបងឯងគិតមិនបងឯងទទួលខុសត្រូវអូនអត់បងឯងកុំចោលអូនណាពួកអីបងឯងបានខ្លួនអូនហើយអញ្ចឹងសង្សារគាត់ក៏បានឆ្លើយមកគាត់វិញគេថាអត់អីទេបងស្រឡាញ់អូនឯងមិនបងធ្វើអញ្ចឹងបើបងអត់ស្រឡាញ់ណាបងអត់ធ្វើអញ្ចឹងទេអញ្ចឹងអូនឯងមិនភ័យថាបងអូនឯងចោលទេបងនៅតែស្រឡាញ់អូនឯងបងនឹងយកអូនឯងធ្វើជាប្រពន្ធបងមិនភ័យទេអូនឯងកុំបារម្ភអូនឯងកុំគិតច្រើនចឹងគាត់ថាពាក្យតែប្រហែលឃ្លាហ្នឹងឯងធ្វើឲ្យគាត់មានអារម្មណ៍ចាប់ដើមកក់ក្ដៅភ្លាមហើយមិនមែនធម្មតាពាក្យសម្ដីហ្នឹងដែលធ្វើឲ្យគាត់មានអារម្មណ៍កក់ក្ដៅគាត់ហៅដំបងឡើយដែលតែជួយជ្រោះជាមួយគ្នាបានតែម្ដងហ្នឹងណាអ្នកទាំងអស់គ្នាគឺខាងប្រុសគេរត់តែធ្វើល្អជាមួយនឹងគាត់គុណទាំងពីរគាត់ថារត់តែល្អជាមួយគាត់រហូតធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់កក់ក្ដៅគាត់មានអារម្មណ៍ថាអូអត់អីទេដឹងតែបានគ្នាថ្ងៃអនាគតទេពួកអីគេបានខ្លួនយើងមែនតែគេអត់មានទៅណាចោលយើងទេគេអត់មានបំបត្តិយើងចោលទេគេអត់មានទុកយើងចោលទេគេនៅតែហួងហែងយើងគេនៅតែថ្នាក់ថ្នមចិត្តយើងហើយគាត់ថារឿងហ្នឹងគាត់អត់ហ៊ានប្រាប់ឲ្យមិត្តភក្តិគាត់ដឹងទេគាត់ធ្វើធម្មតាអញ្ចឹងទៅគាត់ថាម្លងមកចាប់តាំងពីថ្ងៃដែលជួយជាមួយគ្នានឹងមកសង្សារគាត់ហ្នឹងគឺអាសាបបោគាត់ទៅលេងបន្ទប់របស់គេខ្លាំងមែនតើគាត់ថាដំបូងគាត់អត់ចង់ទៅទេប៉ុន្តែគេលួងលោមគេនិយាយថាគេនឹកគេចង់ជួបមុខគេចង់ឃើញមុខគេចង់ឃើញអីអញ្ចឹងណាអញ្ចឹងគាត់ក៏ទុនចិត្តទៅជាមួយគេទៅលេងគេនៅដល់បន្ទប់អញ្ចឹងគាត់ថាទៅដល់បន្ទប់ហ្នឹងគឺខាងប្រុសហ្នឹងព្យាយាមលួងលោមគាត់ព្យាយាមប៉ះពាល់ខ្លួនប្រាណគាត់រហូតទៅតែគាត់នេះទុនចិត្តគាត់ក៏ជួយជ្រោះជាមួយនឹងគេទៀតគាត់ថាពេលហ្នឹងម្ដងពីរដង3ដងគឺអ្វីនៅតែល្អនៅតែធម្មតាគេនៅតែ take care ព្រឹកឡើងគេនៅតែ good morning បែប sweet ជាមួយយើងយកចិត្តទុកដាក់ជាមួយយើងកុំឲ្យយើងធ្វើការច្រើនពេកសម្រាប់ខ្លះទៅញ៉ាំអីឲ្យបានគ្រប់គ្រាន់ទិញនេះទិញនោះយកមកឲ្យយើងយប់ឡើងហ្នឹងខលមកយើងតោភ្លឺក៏មានgood night យើងរបៀបថាបែបផ្អែមល្ហែមណាទាំងអស់គ្នាគាត់ថាដំបងគឺធ្វើឲ្យយើងទុកចិត្តណាដល់តែគាត់ថាជ្រុលជួគ្នាបានច្រើនដងណាទង្វើរបស់សង្សារគាត់ហ្នឹងគឺចាប់ផ្ដើមប្រែចាប់ផ្ដើមបំបត្តិគាត់បន្តិចម្ដងបំបត្តិហ្នឹងរបៀបថាអត់សូវឆាតមកគាត់ដូចមុនទេអត់សូវនិយាយពាក្យផ្អែមល្ហែមជាមួយគាត់ដូចមុនទេអត់សូវយកចិត្តទុកដាក់ take care លួងលោមគាត់ដូចមុនទេគាត់ថាពីមុនណាគាត់ខឹងតែមិនតិចអត់បានទេគឺមកលួងគាត់ទេក៏ប៉ុន្តែឥឡូវនៅពេលដែលគាត់ខឹងគាត់អន់ចិត្តគឺគេហីដែរគេអត់សូវខ្វល់ទេរបៀបគេទុកឲ្យយើងបាត់ខឹងគេខ្លួនឯងហើយពេលខ្លះខលទៅគឺគេក៏អត់សូវនិយាយទេគេរបៀបថាមួយម៉ាត់ណាហើយទុកខលចោលរៀងខ្លួនអញ្ចឹងទៅពីមុនណាគឺគេអ្នកgood morning មកគាត់មុនព្រោះព្រឹក good night មករាល់យប់តែឥឡូវនៅពេលដែលជួយគ្នាបានច្រើនដងគាត់ថាគាត់ព្រឹកឡើង good morning ទៅគេឯងគាត់ប្រាប់គេបងមួយថ្ងៃញ៉ាំបាយបានទៀងផងមួយថ្ងៃមិនអីគាត់ថាពេលហ្នឹងដូចគាត់និយាយតែម្នាក់ឯងអញ្ចឹងតបឆាតគេនិយាយទៅសេឆាតទៅគេមកខ្សែដល់តែគេតបមកវិញបាទអូននៅម៉ាត់ឥឡូវអ្នកទាំងអស់គ្នាយកអារម្មណ៍ហ្នឹងអត់ឧទាហរណ៍យើងនិយាយប្រាប់គេយើងបារម្ភពីគេយើង take care គេយើងយកចិត្តទុកដាក់ជាមួយគេសេទៅឡើងមកខ្សែហ្មងដល់តែគេមកវិញបាទអូនអ្នកទាំងអស់គ្នាមានអារម្មណ៍មិនអន់ចិត្តអត់ខឹងអត់ចឹងគាត់ដូចគ្នាគាត់ចាប់ដើមមានអារម្មណ៍អន់ចិត្តគាត់ខឹង
គាត់មុំម៉ៅគាត់ថាពេលហ្នឹងការងារគឺធ្វើមិនសូវបានល្អទេត្រូវមាត់មេតញយនឹងសារអីអារម្មណ៍គឺគិតពីលើសង្សារខ្លួនឯងនេះហើយគាត់ចាប់ផ្ដើមមានអារម្មណ៍ភ័យអីគាត់ចាប់ផ្ដើមចេះដេកយំហើយគាត់ថាគាត់នៅជាមួយនឹងមិត្តភ័ក្តិគាត់តែគាត់អត់ដែរហ៊ានបញ្ចេញអារម្មណ៍ហ្នឹងឲ្យមិត្តភ័ក្តិគាត់ដឹងទេមិត្តភ័ក្តិគាត់ហ្នឹងក៏មិនសូវជាសង្កេតដឹងដែរពួកអីគេរវល់រឿងគេដែរយប់ឡើងគាត់តែងតែលួចដេកយំរាល់យប់គាត់ចាប់ផ្ដើមដេកភ័យគាត់ចាប់ផ្ដើមគិតរឿងតាំងពីដំបូងឡើងវិញថាចុំដំបូងគេល្អមួយយើងម៉េចគេយកចិត្តទុកដាក់ជាមួយយើងម៉េចដល់តែយើងជួជាមួយគេបានច្រើនដងហេតុអីគេចាប់ផ្ដើមឆ្ងាយពីយើងទៅបន្តិចម្ដងហេតុអីគេចាប់ផ្ដើមទុកយើងចោលអញ្ចឹងគេឈប់ស្រឡាញ់យើងឯមែនគេបោះបង់យើងចោលឯមែនគេចង់ដោះដៃចេញពីយើងឯមែនគាត់ថាពេលហ្នឹងខួរក្បាលគាត់គឺពោពេញទៅដោយសំណួរពោពេញទៅដោយសញ្ញាសួរដែលអត់មានចម្លើយពួកអីសួរទៅគេមិនឆ្លើយគេរបៀបបែបហីសួរ 3-4 សំណួរឆ្លើយមកសំណួរអីវ៉ាន់ណាហើយគាត់ចាប់ផ្ដើមភ័យគាត់ចាប់ផ្ដើមដេកយំគាត់ចាប់ផ្ដើមគិតហើយគាត់ហាមមួយរយៈក្រោយមកគាត់ចាប់ផ្ដើមមានសុខភាពអត់សូវល្អទេគាត់ចាប់ផ្ដើមមានបញ្ហាសុខភាពតែគាត់ក៏អត់សូវសង្កេតមើលខ្លួនឯងដែរដោយសារតែគាត់អាឡ័យតែឈឺចិត្តគាត់អាឡ័យតែវក់វីគិតពីរឿងសង្សារគាត់ការងារនោះក៏មិនសូវជាគិតប្រមាណដែរហើយគាត់ចាប់ផ្ដើមរៀបធៀបមកវិញទង្វើសង្សារគាត់បច្ចុប្បន្នដូចជាអិចគាត់ពីមុនដែលទុកគាត់ចោលអញ្ចឹងគាត់ចាប់ផ្ដើមខូចចិត្តគាត់ចាប់ផ្ដើមគិតច្រើនតិចគេមានថ្មីទៅតែគាត់ឆែក login ចូល account គេអត់មានឃើញគេមានថ្មីមានអីទេរបៀបគេហីដាក់គាត់ហ្មងគាត់អត់យល់ដែរគាត់ថាពេលហ្នឹងគាត់ទទួលយកអារម្មណ៍ហ្នឹងអត់បានទេគាត់ស្រឡាញ់គេខ្លាំងមែនទែនដល់ថ្នាក់គាត់ហ៊ានបកគលខ្លួនប្រាណគាត់ឲ្យគេមិនម្ដងឯងគឺច្រើនដងលក្ខណៈដូចប្តីប្រពន្ធណាទាំងអស់គ្នាគាត់ឈឺចាប់គាត់ថាពេលហ្នឹងគាត់ចង់បានគេមកវិញគាត់ចង់ឲ្យសង្សារគាត់ពីមុនចរិតពីមុនដែលយកចិត្តទុកដាក់ដែល take care ដែលខ្វាយខ្វល់ចាត់ទុកគាត់ដូចជាពនាងនេះគាត់ចង់ឲ្យចរិតនឹងមកវិញខ្លាំងមែនតើគាត់ទទួលយកអារម្មណ៍នឹងអត់បានទេគាត់អត់អាចទទួលយកភាពប្រែប្រួលរបស់គេបានទេពួកឲ្យគាត់ឈឺចាប់ណាស់គាត់និយាយចឹងគាត់ឈឺមែនតើណាក៏ប៉ុន្តែវាអាចទៅរួចទេពេលវេលាគឺដើរទៅមុខឯងវាអាចដើរថយក្រោយបានទេដូចគេថាទឹកខគឺហូរឯងវាមិនអាចហូរថយក្រោយបានទេគឺអញ្ចឹងគាត់ចាប់ផ្ដើមភ័យគាត់ថាពេលហ្នឹងគាត់ចាប់ផ្ដើមមានអាការៈអត់សូវស្រួលខ្លួនទេគាត់ចេញពីធ្វើការហើយហ្នឹងដោយសារតែអត់សូវស្រួលខ្លួនវាមិនមែនមួយថ្ងៃពីរថ្ងៃជាងមួយអាទិត្យដែរគាត់ក៏បានសម្រេចចិត្តថាគាត់ទៅពេទ្យហើយគាត់ក៏អត់ហ៊ានប្រាប់រឿងហ្នឹងទៅឲ្យមិត្តភក្តិគាត់ដឹងដែរគាត់ចង់ទៅរំខានគេពួកអីគេរវល់ធ្វើការរបស់គេដែរគាត់ថាគាត់នឹងមិត្តភក្តិគាត់ជួបគ្នាតែពេលយប់ទេពេលព្រឹកគឺទៅធ្វើការរៀងខ្លួនអត់មានពេលបានជួបគ្នាទេយប់ឡើងហ្នឹងពេលខ្លះមិនសូវបាននិយាយរកគ្នាផងហូបបាយហូបអីរៀងខ្លួនហើយហ្នឹងចុចទូរស័ព្ទរៀងខ្លួនគឺអញ្ចឹងហ្មងមិនសូវជាបាននិយាយអីជាមួយគ្នាពួកអីមិត្តភក្តិគាត់ហ្នឹងក៏គេមានសង្សាររបស់គេគាត់ក៏មានសង្សាររបស់គាត់ដែរក៏ប៉ុន្តែគាត់កំពុងឈឺចាប់ជាមួយនឹងស្នេហាចឹងថ្ងៃហ្នឹងគាត់ក៏បានទៅពេទ្យតែគាត់ទៅទាំងភ័យគាត់ចាប់ដើមភ័យគាត់បុកពោះខ្លាំងមែនតើគាត់ខ្លាចរឿងដែរគាត់គិតនោះវាកាត់ឡើងអញ្ចឹងគាត់ថាទៅពេទ្យពិនិត្យហើយអ្នកទាំងអស់គ្នាហើយលទ្ធផលចេញមកគឺធ្វើឲ្យគាត់ធ្លាក់ថ្លើមក្ដុកគាត់ថាធ្លាក់ដល់ដីហ្មងពេលហ្នឹងគឺគាត់តក់ស្លុតគាត់ត្រជាក់ចុងដៃត្រជាក់ចុងជើងគាត់សឹងតែថាគាត់គៀងអ្នកទាំងអស់គ្នាដឹងថាលទ្ធផលចេញមកមិនអត់គឺគាត់កើតអេដអ្នកទាំងអស់គ្នាគាត់ថាពេលហ្នឹងគាត់គៀងអស់ហើយគាត់និយាយអីអត់ចេញទេកើតអេដហេតុអីអញ្ចឹងមានន័យថាម៉េចសង្សារគាត់ហ្នឹងគឺចម្លងអេដមកកាន់គាត់ពួកអីគាត់ច្បាស់ណាស់គាត់មិនដែលបានទៅជួយជួសជាមួយនឹងអិចគាត់ទេគាត់ទំតែជួយជាមួយនឹងសង្សារគាត់បច្ចុប្បន្នហ្នឹងទេហើយគាត់មកកើតអេដអញ្ចឹងមានថាគេចម្លងអេដមកគាត់ហើយយល់គាត់ថាពេលហ្នឹងគឺគាត់ចាប់ផ្ដើមហឹងសឹកជីអីបែរនិយាយអីមកគាត់ស្ដាប់លេងបានហើយគាត់គៀងហ្មងហេតុអីមកចម្លងអេដដល់គាត់អត់មានបំណងអីក្រៅពីស្រឡាញ់គេទេគាត់អត់មានចង់បានអីពីគេក្រៅពីភាពស្មោះត្រង់ការស្រឡាញ់ការយកចិត្តទុកដាក់ភាពច្បាស់លាស់របស់គេមកកាន់គាត់ទេគាត់បានចង់បានអីច្រើនទេហេតុអីបើថាអូខេបានខ្លួនគាត់ហើយ
Bừng người ta đã quạt hai bay kia mới quạt có bay cho quạt sốc chật đây chưa chạp hưởng nâng có bàn này có bàn tay mau chầm lòng ấy đã quạt là tôi dụ bàn tên này thằng ọc kia quạt chưa chạp nè quạt hà nè quạt nơi bên chứ ngay hết ấy mà oi quạt mắc cao chừng ngữ nâng chắc bàn này nó quạtถ้าquạt thở lệp thằng nam oi tiếng mau thở lệp mau này chân quạt hạp bên nâng á quạt đạp lên trâu này quạt chạy trong đây chạy trong trường á quạt chân bị bẹt liếm á nè thằng ọc kia quạt call ទៅសង្សារគាត់តាមលេខផងតាមឆាតផងតាម Telegram ផងគាត់ឆាតទៅផងអីផងប៉ុន្តែគេអត់លើកឲ្យគេអត់ចូលស៊ីនគាត់ទៀតគាត់ថាពេលហ្នឹងណាគាត់ឈឺចាប់ផងគាត់ពិបាកចិត្តផងគាត់ខឹងគេផងហេតុអីកើតអេតមកចំណងគាត់កើតតែឯងទៅថៃមិនក៏មកចំណងគាត់អញ្ចឹងកើតអេតហ្នឹងន័យថាគេធ្លាប់មានការចូលជាមួយនឹងស្រីផ្សេងមកច្រើនហើយមិនមែនតែគាត់ទេតែគាត់អត់ដឹងអញ្ចឹងគាត់ថាពេលហ្នឹងគាត់បានទៅបន្ទប់របស់សង្សារគាត់ទៅគួរទ្វារមិនទាន់បានទៅគួរទ្វារផងទៅដល់បន្ទប់គេទាំងអស់គ្នាឃើញគេចាក់សោក្រៅអញ្ចឹងមានន័យថាសង្សារគាត់អត់នៅផ្ទះទេអញ្ចឹងគាត់ថាពេលហ្នឹងគាត់អត់ទៅណាទេគាត់ខលទៅគេផងគាត់ឆាតទៅផងគាត់នៅឈរចាំគេទៅហ្នឹងគាត់អត់ទៅណាគាត់តង់ចិត្តថាថ្ងៃហ្នឹងត្រូវតែជួបមុខម្នាក់ប្រុសហ្នឹងត្រូវតែដោះស្រាយគ្នាត្រូវតែសួរគ្នាគាត់ថាកំហឹងគាត់មានប្រមាណគាត់នឹងបញ្ចេញទៅលើម្នាក់ប្រុសហ្នឹងឲ្យអស់ចិត្តប៉ុន្តែចាំយូរទៅវាចេះតែយូរទៅអត់ឃើញគេមកហើយគេក៏អត់លើកឆាតយើងក៏គេអត់តបហើយធម្មតាបន្ទប់ជួលអ្នកទាំងអស់គ្នាត្រូវដឹងថាត្រូវតែមានបន្ទប់មិនមែនមានតែបន្ទប់យើងតែឯងទេមានអ្នកមានបន្ទប់ក្បែរយើងមានអ្នកទល់បន្ទប់ទល់មុខជាមួយនឹងបន្ទប់នឹងដែរត្រូវអត់ហើយគាត់ឈរចាំគេមកបន្ទប់ហ្នឹងអញ្ចឹងធម្មតានៅពេលដែលអ្នកផ្សេងចិត្តគេចូលបន្ទប់គេដែលនៅក្បែរហ្នឹងគេមិនឃើញគាត់ហើយគាត់ថាពេលហ្នឹងគាត់រៀងលាក់ខ្លួនដែរគាត់រៀងមានអារម្មណ៍ថារៀងខ្មាស់គេដែរពួកអីគាត់ឈរចាំយូរហើយអត់មានឃើញគេមកផងហ្នឹងចុងក្នុងពេលហ្នឹងគាត់ចាំរហូតដល់ម៉ោង10ជាងគេនៅតែអត់តន់មកអត់ដឹងថាគេទៅណាគេស្ងាត់ជ្រាបគេបាត់ឈឹងមិនដឹងថាទៅផឹកឬក៏មិនទេគាត់អត់ដឹងទេហើយផ្ទះជួលគាត់អត់24ម៉ោងទេអ្នកទាំងអស់គ្នាអញ្ចឹងគាត់ក៏បានសម្រេចចិត្តថាគាត់ទៅផ្ទះវិញទៅដល់ផ្ទះវិញបើកទ្វារមកក្រាកមិត្តភក្តិគាត់ហ្នឹងគេកំពុងញ៉ាំបាយញ៉ាំអីចឹងទៅគាត់ថាពេលហ្នឹងណាគាត់យំយោហ្មងគាត់លេងខ្មាស់មិត្តភក្តិគាត់ហាអារម្មណ៍គាត់ដែលឈឺចាប់ទាំងប្រមាណហ្នឹងគាត់ចេញមកអស់ហើយគាត់យំយោហ្មងដល់មិត្តភក្តិគាត់ហ្នឹងមកសួរថាហែងកាត់អីមិនហែងយំហែងមានរឿងអីហែងមានបញ្ហាអីមែនគាត់អត់ហ៊ានប្រាប់មិត្តភក្តិគាត់ត្រង់ទេថាគាត់កើតអេតគាត់គាត់តែប្រាប់ថាគាត់បាយសង្សារគាត់និយាយចឹងគាត់ថាគាត់បាយគ្នាមួយសង្សារគាត់ហើយគាត់ឈឺចាប់ខ្លាំងណាគាត់ពិបាកទ្រាំនៅក្នុងខ្លួនណាធ្វើមិនក៏បានដែរយកគាត់ចេញពីកន្លែងហ្នឹងក៏បានធ្វើមិនក៏បានឲ្យគាត់ឈប់ឈឺចាប់រឿងហ្នឹងទៀតគាត់ចង់ភ្លេចរឿងទាំងអស់ហ្នឹងចោលគាត់អត់ចង់ជួបរឿងបែបហ្នឹងទេអញ្ចឹងគាត់ថាពេលហ្នឹងមិត្តភក្តិគាត់កំពុងហូបថ្ងៃសុកហ្នឹងណាឆ្អែតបាយហើយចាប់ដើមមកអង្គុយលួងលោមគាត់មកអោបគាត់និយាយទៅគឺគេព្យាយាមលួងលោមគាត់ណាហើយលួងលោមមិនក៏គាត់អត់បាត់ដែរឲ្យបាត់មិនអ្នកទាំងអស់គ្នាឲ្យវាក្រំនៅខាងក្នុងបាត់ហើយហ្នឹងលួងមិនក៏លួងអត់ទៅមុខដែរគាត់ថារហូតដល់ម៉ោង12យប់សង្សារគាត់ហ្នឹងក៏បានខលមកគាត់វិញអញ្ចឹងគាត់ថាពេលហ្នឹងអាកាសគាត់ដែរខូនគេតែមកភ្លាមគាត់លើកអត់ចាំដល់គេនិយាយមុនទេណាគាត់ចាប់ផ្ដើមសិតយកហ្មងថាពេលហ្នឹងគាត់ជេរគេយកហ្មងជេរលេងខ្វល់ហើយជេរពីអាក្រក់មកអស់ហើយពាក្យតែគាត់គុំនៅក្នុងចិត្តណាហេតុអីមកធ្វើអញ្ចឹងហេតុអីមកចម្លងអេតគាត់ហៅរឿងដែលគាត់គុំបំផុតហ្នឹងអារឿងចម្លងអេតមកហ្នឹងហ្មងគាត់ជេរយករហូតដល់ខាងប្រុសហ្នឹងបាត់ទូរស័ព្ទដល់គេបាត់ទូរស័ព្ទគាត់ថាគាត់តែទៅទៀតគេអត់លើគេបាត់ទៀតជុំគាត់ថាពេលហ្នឹងអារម្មណ៍គាត់សឹងតែបោកទូរស័ព្ទហ្នឹងចោលណាក៏ប៉ុន្តែគាត់អត់ហ៊ានបោកទេដោយសារតែបោកទៅអត់មានអីប្រើទេវាទៅចឹងវិញណាទាំងអស់គ្នាជុំគាត់ថាខឹងមិនក៏ដោយគាត់ហ៊ានបោកទេគាត់ទប់អារម្មណ៍ហើយគាត់ថាពេលហ្នឹងគាត់ចុចបិទទូរស័ព្ទចោលហ្មងគាត់ចុចបិទចោលហ្មងគាត់អត់ខ្វល់អីទេហើយគាត់ចាប់ដើមយំទៀតណាដល់ទៅឲ្យមិត្តគាត់ហ្នឹងចាប់ដើមមកព្យាយាមលួងលោមគាត់ថាពេលហ្នឹងណាលួងលោមមិនក៏ដោយអាពាក្យលួងលោមហ្នឹងវាអត់មានចូលក្នុងវិជ្ជាទេវាឈឺក្រំនៅខាងក្នុងហើយវាចូលអត់កោតណាអាពាក្យលួងលោមហ្នឹងវាស្ដាប់អត់លឺស្ដាប់ដេញលឺដល់តែគាត់ចូលមួយទឹកគាត់មួយទឹកម៉ោង 1:72 យប់គាត់ថាពេលហ្នឹងគាត់ដោះខ្លួនណាទាំងអស់គ្នាគាត់ថាគាត់ខ្ពើមខ្លួនឯងខ្លាំងមែនតើគាត់ខ្ពើមដែលគាត់ទៅជួជាមួយមនុស្សប្រភេទហ្នឹងហើយគាត់ខ្ពើមដែលសុកគាត់មកកើតជំងឺហ្នឹងគាត់អត់ដែលនឹកស្មានទេថាគាត់នឹងមានថ្ងៃហ្នឹងគាត់ថាគាត់ណា
ធ្លាប់តែឃើញធ្លាប់តែអានគេកំហ្វេសផ្សេងៗណាគេជួបរឿងចឹងតែគាត់អត់នឹកស្មានទេថាថ្ងៃហ្នឹងគាត់ពិតជាជួបរឿងបែបហ្នឹងដែរឥឡូវហ្នឹងគាត់យល់អារម្មណ៍គេដែលជាអ្នកកើតហ្នឹងហើយថាអារម្មណ៍ដំបូងហ្នឹងវារបៀបមិនគាត់ថាគាត់ព្យាយាមដោះស្បែកខ្លួនឯងណាពេលមួយទឹកហ្នឹងដោះសឹងតែខ្វាចសាច់ខ្លួនឯងគាត់ថាគាត់ឈឺចាប់មែនតើបន្ទាប់ពីហ្នឹងមកគាត់ថាគាត់គេងអត់លក់ទេព្រឹកឡើងហ្នឹងគាត់ព្យាយាមតាំងអារម្មណ៍តែធ្វើការតែធ្វើការមិនអ្នកទាំងអស់គ្នាអត់បានដេកផងហ្នឹងហើយយំរហូតហ្នឹងភ្នែកហ្នឹងមិនស្លក់ត្រូវអត់ចាប់ដើមស្លក់រៀងខ្មៅងឹតដែរអ្នកទាំងអស់គ្នាត្រូវដឹងថាអញ្ចឹងមនុស្សម្នាក់បើយើងចាប់ដឹងថាគេលាក់អារម្មណ៍គេពិបាកចិត្តគេសប្បាយចិត្តយើងមើលតែភ្នែកទៅដឹងហើយអីក៏ដោយអាចសម្ដែងបានតែភ្នែកអត់អាចលាក់អារម្មណ៍យើងបានទេសប្បាយចិត្តពិបាកចិត្តភ្នែកហ្នឹងគឺបញ្ចេញមកហ្មងចំណាំមើលអ្នកទាំងអស់គ្នាអ្នកដែលសប្បាយចិត្តភ្នែកហ្នឹងគឺភ្លឺថ្លាមកហ្មងតែបើពិបាកចិត្តអ្នកទាំងអស់គ្នាមើលភ្នែកហ្នឹងរបៀបបែបក្រៀមក្រំភ្នែកហ្នឹងគឺសម្ដែងចេញមកអញ្ចឹងហ្មងគាត់ថាពេលហ្នឹងគាត់ទៅធ្វើការតែភ្នែកស្លាក់អីខ្មៅអស់ហើយគាត់ព្យាយាមលាក់អត់ឲ្យក្រុមការងារហ្នឹងដឹងទេពួកអីគាត់ដឹងថាសភាពបែបហ្នឹងទៅដល់គេដឹងទៅសួរថាអញកើតអីមិនក៏ភ្នែកហាញធំខ្មៅធំស្លាក់ខ្លាំងមែនអត់ដេកទេយំមិញមានរឿងអីមែនយំមែននេះព្រេចហើមអញ្ចឹងរបៀបគាត់ដឹងសំនួរហ្នឹងដឹងតែមកមែនទៅធ្វើការគេសួរអញ្ចឹងមែនហាញកាត់អីហើយថ្ងៃហ្នឹងមិនត្រង់សក់ស្លាក់មិនក៏ភ្នែកមកដូចអត់បានដេកមនុស្សដេកយំហាញកាត់អីមែនមិនសង្សារសុំបាយមែនគាត់ថាអាពាកហ្នឹងវាចាក់ដោតគាត់ទៀតអីគាត់ឈឺចាប់ណាស់ទាំងអស់គ្នាគាត់ថាពេលហ្នឹងគាត់នឹងហាត់ត្រូវនិយាយមិនខ្មិចគាត់បានទៅត្រឹមទប់ទឹកភ្នែកគាត់ខំប្រឹងសកត់សលេងខ្លួនឯងប្រាប់ថាអត់ទេមានអីណាមើលដាច់យប់តែរបៀបបែបធម្មតាក៏ហក់គេតែទាំងអស់គ្នាតែក៏ហក់មិនក៏ដោយភ្នែកក៏ហក់អត់បានទេភ្នែកហ្នឹងគឺសម្ដែងចេញមកអញ្ចឹងគាត់ថាពេលហ្នឹងអ្នកធ្វើការកន្លែងជាមួយគ្នាជាប្រអាប់គាត់លេងតែប្រអាប់ចំចំណុចអញ្ចឹងគាត់ឈឺចាប់គាត់អត់មានអារម្មណ៍ធ្វើការគាត់ថាថ្ងៃហ្នឹងគាត់មានអារម្មណ៍ធ្វើការហើយមេជេទៀតដោយសារគាត់ណាតាំងពីគាត់ឈឺចាប់រឿងសង្សារគាត់ទុកគាត់ចោលនឹងមកម្លេះរហូតដល់រឿងដែរគាត់នេះមកដឹងថាខ្លួនឯងមានជំងឺនឹងទៀតអញ្ចឹងការងារគាត់អត់សូវល្អទេអញ្ចឹងមេគាត់ហ្នឹងក៏ហៅគាត់ទៅស្ដីឲ្យគាត់ចាប់ដើមឈឺចិត្តទៀតណាអ្នកទាំងអស់គ្នាយកអារម្មណ៍នឹងមកដាក់អារម្មណ៍យើងណាអ្នកទាំងអស់គ្នាយល់ថាពេលហ្នឹងឈឺចាប់ស្នេហាហើយមកត្រូវពិនិត្យឃើញថាយើងកើតជំងឺដែលយើងនឹកស្មានអត់ដល់នឹងហើយទៅធ្វើការមេជេទៀតផ្លូវចិត្តអ្នកទាំងអស់គ្នាទ្រាំទ្របានអត់ប្រកាសជាធ្លាក់អីត្រូវឯងហ្នឹងគាត់អញ្ចឹងគាត់ថាទ្រាំទ្រអត់បានទេគឺធ្លាក់អស់ហើយតែគាត់អត់ហ៊ានបើកទូរស័ព្ទទេគាត់ថាពេលហ្នឹងគឺគាត់បិទទូរស័ព្ទមូលហេតុគឺគាត់ខ្លាចបើកទូរស័ព្ទហើយហ្នឹងដៃគាត់នៅមិនស្ងៀមទេគាត់ខ្លាចតែគាត់ហ្នឹងចុចទេទៅគេទេទៅជេគេទៀតអញ្ចឹងគាត់ចុចបិទទូរស័ព្ទចោលហ្មងគាត់បិទហ្មងគាត់អត់ចង់ឃើញអីទេពេលហ្នឹងគាត់ចង់ធ្វើចិត្តគាត់ទទួលយកការពិតព្រោះរឿងហ្នឹងវាកើតហើយធ្វើម៉េចយើងបើពេលវេលាថយក្រោយក៏វាអត់មានត្រូវជួយអីបានដែរពួកអីរឿងតែកើតឡើងគឺកើតឡើងហីចឹងគាត់ថាមកដល់ផ្ទះវិញហ្នឹងសងំយំទៀតហើយយំយំសឹងតែថាអស់តែភ្នែកនឹងយំគាត់ឈឺចាប់រឿងមេជេផងឈឺចាប់រឿងសង្សារដែលមកធ្វើអញ្ចឹងដាក់គាត់ផងហើយគាត់ទទួលយកមិនបានហើយគាត់ថាតាំងពីគាត់ជួបរឿងហ្នឹងមកគាត់លែងសូវតែងខ្លួនដូចមុនទេសម្រាប់គាត់ហ្នឹងគឺចាប់ដើមបាក់ហើយពួកអីយំពេកគេញ៉ាំសើបានទេហើយមួយទឹកម្ដងគាត់សឹងតែខ្វាចសាច់ខ្លួនឯងហីគាត់ឈឺចិត្តគាត់ខ្ពើមដើមខ្លួនឯងខ្លាំងរហូតម្ដងមកបានមកជាអ្នកទាំងអស់គ្នាគាត់ថាគាត់ចាប់ផ្ដើមមានអាការៈអត់សូវស្រួលគាត់ថាពេលហ្នឹងគឺរឿងកើតឡើងដែលគាត់ផ្ទួនរហូតដល់គាត់ទទួលយកអត់បានណាមួយរយៈក្រោយមកគាត់ចាប់ផ្ដើមសម្គាល់ឃើញថាគាត់មានអាការៈអត់សូវស្រួលទេគាត់បាត់ប្រចាំខែគាត់អត់មកទេអញ្ចឹងគាត់ចាប់ផ្ដើមបុកពោះរឿងមួយមិនទាន់ទាំងទទួលយកបានពេញលេញផងចាប់ផ្ដើមមកបុកពោះរឿងមួយទៀតពេលហ្នឹងគាត់ក៏បានទៅទិញប្រដាប់ពិនិត្យទឹកនោមហើយគាត់ទិញមកហ្នឹងគាត់ពិនិត្យតាមម្នាក់ឯងតែអត់ហ៊ានឲ្យមិត្តភក្តិគាត់ដឹងទេពួកឯងមិត្តភក្តិគាត់ណាមួយក៏អត់សូវនៅផ្ទះដែរគេមកនៅតែពេលយប់ទេពួកគេជាប់រវល់ធ្វើការអញ្ចឹងគាត់ថានៅពេលដែលគាត់ពិនិត្យទឹកនោមពិនិត្យអីហើយហ្នឹងលទ្ធផលគឺដូចការរំពឹងទុកដូចជាការភ័យខ្លាចរបស់គាត់មែនគាត់មានកូនណាទាំងអស់គ្នាអ្នកទាំងអស់គ្នាយល់អារម្មណ៍ហ្នឹងឯងគេបោះបង់យើងមិនមែនថាគេបោះបង់យើងទេគេមកបោកយកខ្លួនប្រាណយើងហើយគេមកចម្លងអេតយើងហើយឥឡូវយើងមានកូនគេទៀតគាត់ថាពេលហ្នឹងគាត់ដូចមនុស្សឈួតអញ្ចឹងសតិគឺលែងដឹងអីគាត់គ្រាន់តែឃើញលួចមកពីកម្មគាត់
គាំងយកបដ ாய் គាត់ដឹងថាគាត់ត្រូវធ្វើមិនខ្មិចមានកូនហើយធ្វើមិនទៅបើឡើយគាត់ពងទុកជំងឺហ្នឹងឥឡូវគាត់មានកូនទៀតគាត់ទៅដើរផ្លូវណាឥឡូវនេះហើយគាត់ហាគាត់ណាអត់ទាន់មានលទ្ធភាពចិញ្ចឹមកូននឹងបានទេអ្នកទាំងអស់គ្នាគាត់អត់ទាន់មានលទ្ធភាពទេណាមួយគាត់ទេគាត់អាចប្រឈមមុខជាមួយនឹងគ្រួសារគាត់បានដែរបើលាក់រឿងជំងឺគាត់កើតអេនេះគាត់អាចលាក់បានណាតែលាក់រឿងមានកូនលាក់មិនកើតអ្នកទាំងអស់គ្នាកាន់តែຕົកយូរពោះយើងមិនកាន់តែធំកាន់តែខ្ទៀតអញ្ចឹងថាម៉េចគាត់ថាពេលហ្នឹងគាត់សងំយំយោនៅក្នុងទឹកយំសឹងតែទឹកភ្នែកខ្លាចជាឈាមយំឡងថាលេងទឹកភ្នែកលេងមានទឹកភ្នែកនឹងហោអ្នកទាំងអស់គ្នាយកអារម្មណ៍ហ្នឹងអត់អ្នកទាំងអស់គ្នាដែលមើលវីដេអូឃើញនិយាយថាមនុស្សដែលគេតក់ស្រុតពេកគេយំអត់មានទឹកភ្នែកហ្នឹងហើយអ្នកទាំងអស់គ្នាដល់ថ្នាក់យំលេងមានទឹកភ្នែកមានន័យថារឿងហ្នឹងគឺវាឈឺចាប់ខ្លាំងនឹងពិបាកនឹងទទួលយកខ្លាំងណាខ្ញុំនិយាយត្រង់ដល់ចំណុចនេះខ្ញុំមានអារម្មណ៍ខ្ញុំឈឺចាប់ជំនួសគាត់ទេចាំមកតែគាត់ម្ចាស់រឿងហ្នឹងគាត់ឈឺចាប់ប៉ុណ្ណាគាត់ថាគាត់យំយកគាត់ទទួលយកអត់បានទេគាត់យំរហូតដល់យប់ណាដល់មិត្តភក្តិគាត់មកពីធ្វើការវិញឃើញគាត់កំពុងយំស្ទែយំនៅក្នុងបន្ទប់ហ្នឹងហើយមិត្តភក្តិគាត់ហ្នឹងក៏សបាមកសួរទៀតថាឯងកើតអីម៉េចគេធ្វើបាបហែងមែនបានហែងយំទៀតហែងនៅគេទៀតមែនអញ្ចឹងគាត់ក៏បានដាច់ប្រាប់រឿងគ្រប់យ៉ាងដល់មិត្តភក្តិគាត់ថាគាត់ណាគាត់លាក់លេងចិត្តដែរវាល្មមដល់ពេលថាផ្ទុះហើយគាត់ប្រាប់ទាំងគាត់យំលហេងលហាមទឹកភ្នែកហូរមកដូចទឹកភ្លៀងអញ្ចឹងគាត់ថាហែងដឹងអត់បាយគ្នាហ្នឹងវាឈឺមកតង់ហើយតែរឿងដែលឈឺមកតង់ទៀតណាគេច្រឡំអេតមកយើងហើយយើងមានកូនគេទៀតឥឡូវយើងត្រូវធ្វើម៉េចហើយប្រាប់យើងមកយើងធ្វើម៉េចទៀតឥឡូវនេះចង់ថាពេលហ្នឹងមិត្តភក្តិគាត់គ្រាន់តែលឺគឺស្រត់ចិត្តខ្លាំងមែនតើមិត្តភក្តិគាត់គ្រាន់តែលឺហើយណាអោបគាត់យំយកទាំងពីរអ្នកនៅក្នុងបន្ទប់ហ្នឹងហ្មងគឺរបៀបថាអត់ដឹងធ្វើម៉េចគៀងអញ្ចឹងមិត្តភក្តិគាត់នេះក៏បានប្រាប់ថាត្រូវតែទេទៅខាងប្រុសហ្នឹងឲ្យខាងប្រុសហ្នឹងមកទទួលខុសត្រូវពួកអីហើយមិនកូនគេហើយអត់ទៅធ្វើអញ្ចឹងទេហើយពោស្ងំសៀមអញ្ចឹងមិនឲ្យគេមកទទួលខុសត្រូវអូម្នាក់ប្រុសហ្នឹងមកឲ្យតតែបានគាត់ថាពេលហ្នឹងមិត្តភក្តិគាត់គឺម៉ាត់ណាគាត់នេះគ្មាននៅកម្លាំងលើកទូរស័ព្ទទេទៅគេផងហ្នឹងអញ្ចឹងគាត់ថាពេលហ្នឹងមិត្តភក្តិគាត់ក៏បានសួរថាទូរស័ព្ទនៅណាទុកនៅណាយកមកឲ្យគាត់មកគាត់តែទៅជំនួសគាត់ជេរអាប្រុសហ្នឹងមកជំនួសហ្មងគាត់និយាយអញ្ចឹងនេះបងស្រីគាត់និយាយមកចុះគាត់ថាពេលហ្នឹងគាត់ក៏បានប្រាប់ទៅថានេះទូរស័ព្ទទុកនេះអញ្ចឹងទៅមិត្តភក្តិគាត់ក៏បានយកទូរស័ព្ទមកហើយបើកទូរស័ព្ទគាត់ថាពេលហ្នឹងគាត់បានបើកទូរស័ព្ទហ្នឹងទាំងអស់គ្នាតាំងពីថ្ងៃដែលគាត់បិទទូរស័ព្ទហ្នឹងមកគាត់អត់ហ៊ានបើកទៀតទេតែថ្ងៃមិត្តភក្តិគាត់សួរនេះរឿងទូរស័ព្ទហ្នឹងមិនគាត់ប្រាប់ទៅអញ្ចឹងមិត្តភក្តិគាត់បើកមកគាត់ប្រាប់ password ប្រាប់អីទៅស្រាប់តែមិត្តភក្តិគាត់ចូលទៅក្នុងឆាតណាប្រងថាឆាតទៅម្នាក់ប្រុសហ្នឹងតែមិត្តភក្តិគាត់ចាប់ដើមបើកភ្នែកធំហ្មងអ្នកទាំងអស់គ្នាដឹងថាមានរឿងអីកើតឡើងអត់ខាងប្រុសហ្នឹងគឺប្លុកគាត់គ្រប់ social media អស់ហើយអ្នកទាំងអស់គ្នាអត់មានសល់ទេប្លុកទាំងលេខប្លុកទាំងឆាតទាំង Facebook ទាំងអីទាំងអស់ហើយសួរថាគាត់តាក់ទងទៅតាមណាគាត់ដឹងរឿងហ្នឹងហើយគាត់ចាប់ដើមគាត់ថាពេលហ្នឹងគាត់សឹងតែឈួតណាគាត់ទទួលយករឿងហ្នឹងវាអត់បានទេអញ្ចឹងមិត្តភក្តិគាត់ក៏បានសួរថាហើយស្គាល់ផ្ទះគេអត់ហើយស្គាល់បន្ទប់គេអត់ទៅរកម្នាក់នឹងដល់បន្ទប់ហើយមិនខ្វល់ទេហើយដល់ដំណាក់កាលនេះហើយនៅខ្វល់អីទៀតគាត់ថាគាត់ស្គាល់បន្ទប់ក៏ប៉ុន្តែបើសិនជាឲ្យគាត់ទៅញ៉ាំងដាក់គេគាត់ខ្មាស់គេដែរគាត់មិនអត់ខ្មាស់គេទេតែបើគាត់ធ្លាក់ដល់ចំណុចហ្នឹងមិនតែគាត់ចេះខ្មាស់គេដែរគាត់និយាយចឹងមិត្តភក្តិគាត់ថាឥឡូវមកជិះម៉ូតូមកជាមួយនឹងគាត់មិត្តភក្តិគាត់ណានិយាយចាំមិត្តភក្តិគាត់ហ្នឹងជូនទៅហើយនិយាយជាមួយនឹងម្នាក់ប្រុសហ្នឹងឲ្យដឹងរឿងហ្មងគាត់ថាពេលហ្នឹងគាត់ជិះម៉ូតូទៅជាមួយនឹងមិត្តភក្តិគាត់ទាំងអត់មានព្រលឹងក្នុងខ្លួនទេគាត់ជិះទៅចេះទៅហើយគាត់ប្រាប់ផ្លូវប្រាប់អីទៅតែគាត់មានព្រលឹងក្នុងខ្លួនទេគាត់អស់ហើយគាត់ខ្សោះអស់គាត់សឹងថាពេលហ្នឹងគាត់អង្គុយសើចវិញណាទៅដល់ដំណាក់កាលដែលឈឺចាប់ពេកណាទាំងអស់គ្នាយកអារម្មណ៍ហ្នឹងអត់គាត់សឹងតែអង្គុយសើចណាអញ្ចឹងជិះទៅដល់បន្ទប់ម្នាក់ហ្នឹងហើយស្រាប់តាអ្នកទាំងអស់គ្នាដឹងមានរឿងអីកើតឡើងហ៎គេរើចេញចឹងគាត់ក៏បានទៅសួរម្ចាស់ផ្ទះគេគាត់សួរថាម្នាក់ប្រុសហ្នឹងរើចេញយូរនៅអញ្ចឹងម្ចាស់ផ្ទះហ្នឹងក៏បានប្រាប់ថាគេរើចេញ3ថ្ងៃហីអូនគេរើចេញទេតាប៉ុណ្ណៃមានអីមែនគាត់ចាប់ដើមអស់អីនិយាយគេរើចេញហើយគេប្លុកគ្រប់ social media របស់យើងអស់ហើយឥឡូវយើងទៅគេតាមណាតែពេលហ្នឹងគាត់ឈឺមែនតើរហូតដល់គាត់កើតជំងឺបាក់ទឹកចិត្តកំបិតធ្ងន់ណាថ្ងៃមួយណាទាំងអស់គ្នាគាត់ឈឺចាប់ពេកណាគាត់សម្រេចចិត្តថាគាត់ដេបថ្នាំសម្រាប់ខ្លួនណា
ទាំងដែលកូនគាត់នៅក្នុងផ្ទៃនេះគាត់ដឹងថាធ្វើមិនខ្មិចតែគាត់ធ្វើអត់បានទេអ្នកទាំងអស់គ្នាណាមួយពេលហ្នឹងវាហែងអីមិត្តភក្តិគាត់មកតន់គាត់ឈឺចាប់មែនតើអញ្ចឹងគាត់ក៏បានពិភាក្សាជាមួយមិត្តភក្តិគាត់ថាគាត់ណាអត់អាចទៅកូននឹងបានទេពួកអីគាត់អត់មានលទ្ធភាពចិញ្ចឹមកូននឹងទេហើយគាត់អត់អាចប្រឈមមុខនឹងគ្រួសារគាត់បានទេគាត់ប្រឈមមុខបែបណាសួរអារម្មណ៍គាត់ថាពេលហ្នឹងគាត់ចង់ទុកអត់គាត់ថាគាត់ចង់ទុកបើសិនជាគាត់មានលទ្ធភាពទៅបិទតែឈាមហ្នឹងមិនមែនជាឈាមមនុស្សប្រុសដែលល្អមនុស្សប្រុសដែលមកធ្វើឲ្យគាត់មានកូនហើយគេបោះបង់គាត់មិនប៉ុន្តែគាត់អត់ចង់យកកូនចេញទេដោយសារក្មេងហ្នឹងគឺជាក្មេងដែលបរិសុទ្ធគ្នាអត់ដឹងអីទេគ្នាមកចាប់កំណើតហ្នឹងគឺជាកំហុសគាត់ទេតែគាត់អត់មានលទ្ធភាពទេអញ្ចឹងគាត់នឹងមិត្តភក្តិគាត់ក៏សម្រេចថាទៅយកកូនចេញអ្នកទាំងអស់គ្នាគាត់ក៏បានទៅប៉ែតយកកូនចេញគាត់ថាពេលហ្នឹងគាត់ឈឺចាប់ណាស់គាត់បានទៅតម្លាក់ឈាមដែលមនុស្សប្រុសម្នាក់ធ្វើឲ្យគាត់មានកូនណាគាត់តម្លាក់ទាំងឈឺចាប់គាត់តម្លាក់ទាំងគាត់អត់ចង់គាត់ចង់ទុកដែរតែគាត់ទុកមិនទី1គាត់កើតជំងឺអេដហ្នឹងអ្នកទាំងអស់គ្នាទី2គាត់អត់មានលទ្ធភាពទី3តើគ្រួសារគាត់ដឹងតើគ្រួសារគាត់នឹងមានអារម្មណ៍មិនឈឺចាប់មិនសុំសួរគ្រួសារគាត់កាត់កាលគាត់ចោលទៀតណាអញ្ចឹងគាត់អាចធ្វើអីបានទេក្រៅពីចេះរើវិធីហ្នឹងគាត់ថាគាត់ដឹងតែគាត់ធ្វើអញ្ចឹងគាត់ខុសពួកអីវាជាកំហុសគាត់ដែលបានធ្វើគាត់ដឹងថាធ្វើអញ្ចឹងគឺបាបធ្ងន់ប៉ុន្តែធ្វើម៉េចរឿងវាកាត់ឡើងដំណាក់កាលហ្នឹងហើយគាត់ថាតម្លាក់ហើយអីហើយហ្នឹងគឺគាត់ឈឺចាប់ណាស់គាត់នៅតែដេកយំហើយមិត្តភក្តិគាត់ហ្នឹងគឺព្យាយាមរកពេលមកលួងលោមគាត់ថាពេលហ្នឹងគឺគាត់អរគុណមិត្តភក្តិគាត់ខ្លាំងមែនតើគាត់ដេកយំសឹងរហូតជប់ហើយគាត់ដេកមិនដែលលក់ទេដោយសារតែគាត់មានវិបត្តិសេរីនឹងរឿងហ្នឹងគាត់ថាដល់ថ្នាក់ពេលហ្នឹងគាត់កើតជំងឺបាក់ទឹកចិត្តកម្រិតធ្ងន់ណារហូតដល់គាត់ត្រូវតែទៅព្យាបាលជំងឺបាក់ទឹកចិត្តហ្នឹង5ឆ្នាំហើយអ្នកទាំងអស់គ្នាគាត់ទៅព្យាបាលណាគាត់ថាពេលដែលព្យាបាលហើយអារម្មណ៍គាត់គឺបានធូរហើយ5ឆ្នាំមុំតែអាចបានឡើងភាសាឡើងវិញមិនតិចតួចទេអ្នកទាំងអស់គ្នាពេលហ្នឹងគាត់មានមិត្តភក្តិចាំលួងលោមគាត់ផងមិត្តភក្តិគាត់ដែលនៅបន្ទប់ជាមួយគាត់ណាហើយគាត់ទៅព្យាបាលជំងឺបាក់ទឹកចិត្តហ្នឹងផងគាត់ខំប្រឹងព្យាយាមលេបថ្នាំជំងឺអេដហ្នឹងផងឲ្យទៀងគាត់ថាពេលហ្នឹងជីវិតគាត់ដូចវាចេញពីនរកអញ្ចឹងវាចេញពីនរកទាំងតដាបតដួងតិចម្ដងដើម្បីហូបពលឺមកវិញគាត់ថារហូតមកដល់ពេលនេះសួរថាតើផ្លូវចិត្តគាត់មិនហើយផ្លូវចិត្តគាត់អត់ទាន់ល្អប្រសើរទេនៅក្នុងកម្រិតមួយដែលមិនសុំហើយឲ្យតែគាត់នឹកដល់រឿងកូនណាគឺគាត់តែងតែដេកយំគាត់តែងតែឈឺចាប់គាត់ថាគាត់កើតជំងឺអេដគាត់ទទួលយកបានក៏ប៉ុន្តែរឿងកូនមួយគឺអារម្មណ៍គាត់ក្នុងនាមជាមនុស្សស្រីម្នាក់គឺគាត់ទទួលយកអត់បានទេតែគាត់ត្រូវតម្លាក់កូនខ្លួនឯងចេញគាត់ថាគាត់នៅតែឈឺចាប់គិតដល់រឿងហ្នឹងម្ដងគាត់នៅតែមានពីបដិសេរីគាត់ថាអត់គួរឈួជាមួយនឹងម្នាក់ប្រុសហ្នឹងនៅថ្នាក់ហ្នឹងហើយគាត់ថាពេលហ្នឹងមិនគួរណាលងខ្លួនជឿពាក្យផ្អែមល្ហែមគេទេជឿអាទង្វើដែលគេធ្វើល្អដបងជាមួយយើងនេះឲ្យយើងទុកចិត្តនេះអត់គួរសោះក៏ដល់ពេលហ្នឹងតែធ្វើម៉េចវាកើតឡើងហើយហ្នឹងចឹងគាត់ថាគាត់នៅតែនឹកឃើញដល់កូនគាត់នៅតែនឹកឃើញរូបភាពដែលគាត់ទៅយកគេចេញគាត់នៅតែនឹកឃើញហើយគាត់នឹកឃើញម្ដងគាត់ឈឺចាប់គាត់យំគាត់ពិបាកចិត្តហើយជីវិតគាត់គឺប្រហែលជាត្រូវរស់នៅជាមួយនឹងរឿងហ្នឹងអស់មួយជីវិតអីមើលទៅគាត់ឈឺចាប់ខ្លាំងមែនតើហើយគាត់ក៏មានពាក្យប្រមាណឃ្លាដើម្បីនិយាយទៅកាន់កូនគាត់ដែរគាត់និយាយថាឲ្យម៉ាក់សុំទោសផងម៉ាក់អត់មានចេតនាចង់យកកូនចេញទេតែម៉ាក់អត់មានជំនឿទេកូនម៉ាក់ត្រូវតែធ្វើពួកម៉ាក់អត់មានលទ្ធភាពចិញ្ចឹមកូនទេហើយម៉ាក់ក៏អាចប្រឈមមុខជាមួយនឹងគ្រួសាររបស់ម៉ាក់បានដែរម៉ាក់សង្ឃឹមថាកូនបានទៅកើតនៅក្នុងគ្រួសារមួយដែលល្អមានប៉ាមានម៉ាក់គេផ្ដល់ភាពកក់ក្ដៅឲ្យកូនប្រសើរជាងកូនមកកើតជាមួយនឹងម៉ាក់ពួកអីកូនកើតជាមួយម៉ាក់ក៏កូនអត់មានប៉ាហៅដែរចឹងនេះគឺជាពាក្យចុងក្រោយដែលគាត់ចង់និយាយប្រាប់ទៅកាន់កូនគាត់ហើយនៅក្នុងនាមខ្ញុំណាអ្នកទាំងអស់គ្នាខ្ញុំស្ដាប់រឿងគាត់ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំឈឺចិត្តខ្លាំងមែនតើក្នុងនាមខ្ញុំជាមនុស្សស្រីម្នាក់ដែរជាមនុស្សស្រីដូចគ្នាអ្នកទាំងអស់គ្នាខ្ញុំមានអារម្មណ៍ថាខ្ញុំឈឺចាប់ខ្លាំង
អញ្ចឹងនេះគឺជាសាច់រឿងទាំងអស់ដែលបងស្រីគាត់បាននិយាយមកកាន់កម្មវិធីហើយនេះគឺជារឿងពិតរបស់គាត់អ្នកទាំងអស់គ្នាជឿឬមិនជឿគឺខ្ញុំអត់បខំទេតែបើសិនជាអ្នកទាំងអស់គ្នាមិនជឿទេគឺស្ដាប់ទុកជាការកំសាន្តទុកជាមេរៀនមួយចោះអ្នកទាំងអស់គ្នាសម្រាប់ខ្ញុំនៅក្នុងនាមខ្ញុំជាមនុស្សស្រីម្នាក់ដែរខ្ញុំគ្រាន់តែចង់ប្រាប់ថាយើងគឺត្រូវចេះស្រឡាញ់ខ្លួនឯងណាអ្នកទាំងអស់គ្នាយើងត្រូវចេះផ្ដល់តម្លៃឲ្យខ្លួនឯងកុំជឿពាក្យមនុស្សប្រុសណាងាយពេកអ្នកទាំងអស់គ្នាត្រូវដឹងថាបើសិនជាមនុស្សប្រុសម្នាក់ហ្នឹងគេស្រឡាញ់យើងមែនណាគេឲ្យតម្លៃយើងណាអ្នកទាំងអស់គ្នាគេអត់ហ៊ានប៉ះពាល់ខ្លួនប្រាណយើងទេគេនឹងធ្វើអញ្ចឹងលុះត្រាតែចូលរោងការជាមួយគ្នាតាមប្រពៃណីចាស់ទុំដឹងឮអាហ្នឹងគឺគេធ្វើហើយអញ្ចឹងក្នុងនាមយើងជាមនុស្សស្រីអ្នកទាំងអស់គ្នាត្រូវដឹងថាយើងត្រូវស្រឡាញ់ខ្លួនឯងឲ្យបានច្រើនថែទាំខ្លួនប្រាណយើងឲ្យបានល្អយើងកុំភ្លើតភ្លើនយើងកុំទៅជឿសម្ដីគេដែលគេលួងលោមអ្នកទាំងអស់គ្នាបើគេស្រឡាញ់គេអត់ធ្វើអញ្ចឹងទេពាក្យផ្អែមល្ហែមដែលគេនិយាយមកហ្នឹងអ្នកទាំងអស់គ្នាកុំជៀសបានគឺជៀសទៅឃើញមិនស្រួលគឺចេញទៅអ្នកទាំងអស់គ្នាកុំយកអនាគតកុំយកខ្លួនយើងទៅបន្ថយជាមួយនឹងមនុស្សប្រភេទហ្នឹងណាអញ្ចឹងនេះគឺជាសាច់រឿងទាំងអស់ដែលខ្ញុំបានធ្វើការនិយាយលម្អិតពាក់ព័ន្ធនឹងរឿងបងស្រីតែកាន់អ្នកទាំងអស់គ្នាបានស្ដាប់ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាស្ដាប់ហើយនឹងទទួលបានមេរៀនចេញពីរឿងនេះហើយរឿងនេះគឺអ្នកទាំងអស់គ្នាស្ដាប់ហើយគឺទទួលបានមេរៀនច្រើនសម្រាប់ខ្ញុំគឺខ្ញុំស្ដាប់ហើយខ្ញុំឈឺចាប់ផងខ្ញុំទទួលបានមេរៀនផងហើយធ្វើឲ្យខ្ញុំដឹងថាការប៉ັດមនុស្សខ្លះចូលមកធ្វើល្អជាមួយយើងគឺបានតែដំបូងទេហើយការដែលគេធ្វើល្អជាមួយយើងមិនមែនគេអត់ចង់បានអីពីយើងទេគេចង់បានគ្រាន់តែគេអត់តន់និយាយតែថ្ងៃណាមួយគេនឹងយកពីយើងបើយើងមិនអោយគេអាចនឹងរំលឹករឿងដែលគេធ្លាប់ធ្វើហ្នឹងមកកាន់យើងក៏អាចថាបានដែរពួកអីអ្នកទាំងអស់គ្នាបែរច្បល់យើងអត់អាចមើលចិត្តបានទេស្គាល់មុខស្គាល់មាត់តែយើងអត់ស្គាល់ចិត្តគេទេហើយភាគច្រើនអ្នកដែលធ្វើឲ្យយើងឈឺហ្នឹងគឺអ្នកនៅក្បែរខ្លួនអ្នកដែលចិត្តស្និទ្ធជាមួយនឹងយើងហ្នឹងហ្មងអញ្ចឹងខ្ញុំក៏អស់អីដែរខ្ញុំគ្រាន់តែចង់ប្រាប់អ្នកទាំងអស់គ្នាប៉ុណ្្នឹងទេហើយកំណត់ត្រាថ្ងៃនេះក៏ដល់ពេលដែលត្រូវបញ្ចប់ផងដែរហើយបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនឹងហើយកុំភ្លេចជួយចុច Subscribe ឲ្យកំណត់ត្រាអ្នកមួយផងហើយកុំភ្លេចជួយ Follow Facebook និង TikTok របស់កំណត់ត្រាផងដើម្បីទទួលបាននូវរសជាតិថ្មីៗពីកំណត់ត្រានៅភាគក្រោយៗទៀតចាអរគុណអ្នកទាំងអស់គ្នាចាំជួបគ្នាជាមួយខ្ញុំនៅកំណត់ត្រាក្រោយទាំងអស់គ្នាចា